សញ្ញា5យ៉ាងដែលបង្ហាញថាអ្នកកំពុងមានបញ្ហាផ្លូវចិត្តដោយមិនដឹងខ្លួនការផ្ទុកលើសទម្ងន់ផ្លូវចិត្តមិនតែងតែបង្ហាញថាជាភាពតានតឹងជាក់ស្ដែងនោះទេមនុស្សជាច្រើនទៅធ្វើការនិងរស់នៅធម្មតាប៉ុន្តែរាងកាយនិងចិត្តរបស់ពួកគេកំពុងផ្ញើសញ្ញាថប់បារម្ភដោយស្ងៀមស្ងាត់ខាងក្រោមនេះគឺជាសញ្ញាទូទៅចំនួន5ប៉ុន្តែងាយនឹងមើលរំលង 1. តែងតែមានអារម្មណ៍អស់កម្លាំងទោះបីជាបានគេងគ្រប់គ្រាន់ក៏ដោយសញ្ញាទូទៅបំផុតមួយនៃការផ្ទុកលើសទម្ងន់ផ្លូវចិត្តគឺអស់កម្លាំងជាប់លាប់អ្នកគេងគ្រប់គ្រាន់សូម្បីតែច្រើនជាងមុនក៏ដោយប៉ុន្តែនៅតែភ្ញាក់ឡើងដោយមានអារម្មណ៍ថាយឺតនិងខ្វះថាមពលហេតុផលគឺថាខួរក្បាលនៅតែបន្តដំណើរការក្នុងស្ថានភាពស្ត្រេសខ្ពស់ទោះបីជារាងកាយកំពុងសម្រាកក៏ដោយការថប់បារម្ភសម្ពាធការងារភាពតានតឹងផ្នែកសិក្សាឬបញ្ហាផ្ទាល់ខ្លួនកាត់បន្ថយគុណភាពនៃការគេងយ៉ាងខ្លាំងប្រសិនបើស្ថានភាពនេះនៅតែបន្តរាប់ថ្ងៃឬច្រើនសប្តាហ៍គុំគ្រាន់តែសន្មតថាអ្នកខ្វះវីតាមីនឬធ្វើការលើសទម្ងន់ពេកខ្លះអ្វីដែលអ្នកខ្វះបំផុតគឺការសម្រាកផ្លូវចិត្ត 2. ឆាប់ខឹងចំពោះរឿងតូចតាចអ្នកមានអារម្មណ៍រំខានដោយសំឡេងរំខានខកចិត្តដោយសាររឿងតូចតាចឬខឹងនឹងរឿងដែលពីមុនមិនគួរឲ្យព្រួយបារម្ភនេះអាចជាសញ្ញាមួយដែលបង្ហាញថាភាពធន់ផ្លូវចិត្តរបស់អ្នកកំពុងធ្លាក់ចុះនៅពេលដែលខួរក្បាលត្រូវដំណើរការសម្ពាធច្រើនពេកសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ក៏រងផលប៉ះពាល់ផងដែរការរំញោចតូចក្នុងជីវិតប្រចាំថ្ងៃងាយនឹងក្លាយជាចម្បាំងដែលងាយនឹងឆេះវាគួរឲ្យកត់សម្គាល់ថាមនុស្សជាច្រើនមិនបានដឹងពីការផ្លាស់ប្ដូរនេះទេពួកគេគិតថាពួកគេគ្រាន់តែមានថ្ងៃអាក្រក់ខណៈពេលដែលការពិតនេះអាចជាលទ្ធផលនៃភាពតានតឹងដែលប្រមូលផ្ដុំក្នុងរយៈពេលយូរ 3. ការលំបាកក្នុងការផ្ដោតអារម្មណ៍និងការភ្លេចភ្លាំងញឹកញាប់បាត់បង់ការផ្ដោតអារម្មណ៍ជានិច្ចពេលកំពុងធ្វើការត្រូវអានអត្ថបទឡើងវិញច្រើនដងចូលបន្ទប់ហើយភ្លេចអ្វីដែលអ្នកមានបំណងធ្វើរោគសញ្ញាទាំងនេះមិនតែងតែតាក់ទងនឹងការចងចាំនោះទេនៅពេលដែលចិត្តត្រូវបានផ្ទុកលើសទម្ងន់ខួរក្បាលផ្ដល់អាទិភាពដល់ដំណើរការភាពតានតឹងជំនួសឲ្យការរក្សាការផ្ដោតអារម្មណ៍ល្អបំផុតនេះកាត់បន្ថយការគិតការចងចាំនិងការអនុវត្តការសម្រេចចិត្តយ៉ាងខ្លាំងមនុស្សជាច្រើនព្យាយាមធ្វើការបន្ថែមទៀតដើម្បីទូទាត់សងសម្រាប់ការខ្វះការផ្ដោតអារម្មណ៍ទោះជាយ៉ាងណាក៏ដោយពេលខ្លះវាគ្រាន់តែធ្វើឲ្យវដ្តនៃសម្ពាធកាន់តែធ្ងន់ធ្ងរឡើងដែលនាំឲ្យអស់កម្លាំងលឿនជាងមុន 4. បាត់បង់ចំណាប់អារម្មណ៍លើរបស់របរដែលធ្លាប់រីករាយភាពយន្តដែលចូលចិត្តលេងតាក់ទាញទៀតហើយការជួបជុំជាមួយមិត្តភក្តិក្លាយជាគួរឲ្យធុញចំណង់ចំណូលចិត្តផ្ទាល់ខ្លួនត្រូវបានធ្វេសប្រហែសបន្តិចម្ដងទាំងនេះគឺជាសញ្ញាទូទៅនៃការផ្ទុកលើសទម្ងន់ផ្លូវចិត្តយូរនៅពេលដែលកម្រិតថាមពលផ្លូវចិត្តទាបខួរក្បាលមានទំនោរកាត់បន្ថយសកម្មភាពកម្សាន្តឬរីករាយអ្វីគ្រប់យ៉ាងហាក់ដូចជាស្រអាប់ជាងធម្មតាមនុស្សជាច្រើនគិតថាពួកគេកំពុងចាស់ទុំឬគ្រាន់តែផ្លាស់ប្ដូរចំណាប់អារម្មណ៍របស់ពួកគេប៉ុន្តែប្រសិនបើការបាត់បង់ចំណាប់អារម្មណ៍នេះកើតឡើងជាមួយនឹងអារម្មណ៍អស់កម្លាំងភាពតានតឹងនិងខ្វះការលើកទឹកចិត្តវាអាចជាសញ្ញាដែលត្រូវការយកចិត្តទុកដាក់ 5. រាងកាយតែងតែផ្ញើសញ្ញាមិនធម្មតាការផ្ទុកលើសទម្ងន់ផ្លូវចិត្តមិនត្រឹមតែមាននៅក្នុងគំនិតប៉ុណ្ណោះទេវាប៉ះពាល់ដល់រាងកាយដោយផ្ទាល់ឈឺក្បាលភាពតានតឹងសាច់ដុំនិងស្មាពិបាកគេងចង្វាក់បេះដូងលោតញាប់ឬអារម្មណ៍ធ្ងន់ដែលមិនអាចពន្យល់បានសុទ្ធតែអាចតាក់ទងនឹងភាពតានតឹងការសិក្សាជាច្រើនបង្ហាញថាចិត្តនិងរាងកាយមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនៅពេលដែលសម្ពាធមានរយៈពេលយូរប្រព័ន្ធសរសៃប្រសាទនឹងមានការប្រុងប្រយ័ត្នជានិច្ចដែលបណ្ដាលឲ្យរាងកាយប្រើប្រាស់ថាមពលច្រើនជាងធម្មតាដូច្នេះកុំមើលរំលងសញ្ញាដែលកើតឡើងដែលទាំងនេះប្រសិនបើរោគសញ្ញារាងកាយលេចឡើងជាញឹកញាប់ដោយគ្មានមូលហេតុច្បាស់លាស់សូមពិចារណាពីកត្តាផ្លូវចិត្តផងដែរជាជាងផ្ដោតតែលើសុខភាពរាងកាយការផ្ទុកលើសទម្ងន់ផ្លូវចិត្តមិនតែងតែបង្ហាញថាជាវិបត្តិធំនោះទេជួនកាលវាលេចឡើងដោយប្រយោលតាមរយៈអារម្មណ៍អស់កម្លាំងឆាប់ខឹងខ្វះការផ្ដោតអារម្មណ៍ថយចុះចំណាប់អារម្មណ៍និងការផ្លាស់ប្ដូររាងកាយមិនធម្មតាការទទួលស្គាល់សញ្ញាទាំងនេះតាំងពីដំបូងគឺជាជំហានដំបូងក្នុងការការពារសុខភាពផ្លូវចិត្តការកែសម្រួលរបៀបរស់នៅរបស់អ្នកនិងផ្ដល់ឲ្យខ្លួនអ្នកនូវការសម្រាកចាំបាច់មុនពេលសម្ពាធកើនឡើងខ្លាំងពេក